សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកចេញវីដេអូខ្លីមួយដែលនិយាយអំពីគោលបំណងដែលខ្ញុំបង្កើតនៅ Channel YouTube នេះឡើងគឺខ្ញុំគ្រាន់តែចង់ចែករំលែកនៅបទពិសោធន៍តិចតួចដែលខ្ញុំមានក៏ដូចជាចង់ឲ្យបងប្អូនផ្ដល់នៅបទពិសោធន៍ឲ្យខ្ញុំវិញដូចគ្នាខ្ញុំមិនត្រឹមតែចែករំលែកនៅបទពិសោធន៍ដែលខ្ញុំមានទេហើយខ្ញុំក៏ចង់ដឹងពីបទពិសោធន៍បងប្អូនដែលមានហើយយើងចែករំលែកគ្នាតាមរយៈការ live របស់ខ្ញុំព្រោះខ្ញុំក្នុង YouTube ហ្នឹងគឺខ្ញុំមានការ live ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃចាប់ពីម៉ោង7 ឬក៏អាចមុនម៉ោង7យប់ហ្នឹងទៅដល់ម៉ោង7កន្លះឬក៏ម៉ោង8ទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងហើយខ្ញុំអត់ដឹងថាបងប្អូនខ្មែរយើងប្រហែលអ្នកទេដែល Subscribe Channel YouTube នេះហើយប្រហែលជាមានពាក្យកណ្ដាលហើយពាក្យកណ្ដាលទៀតប្រហែលជាអាចជាជនបរទេសពួកខ្ញុំផុសសតតាក់ទងនឹងរថក្រោះពួកខ្ញុំជាទាហាននៅកន្លែងរថក្រោះអញ្ចឹងហើយប្រហែលជាវីដេអូរថក្រោះគឺខ្ញុំអត់សូវបានផុសទេប្រហែលជាខ្ញុំផ្ដោតទៅលើការ live ឬក៏ការនិយាយពីបទពិសោធន៍ជីវិតបន្តិចដូចវីដេអូដែលខ្ញុំចេញនៅក្នុង channel អញ្ចឹងហើយចង់ឲ្យបងប្អូនដែល Subscribe គឺចាំចូលទៅមើល live ខ្ញុំផងម៉ោង7ទៅដល់ម៉ោង7កន្លះហ្នឹងចូលទៅជជែកគ្នាលេងខ្ញុំមានជាពិសោធន៍បទពិសោធន៍ខ្លះចែកទៅបងប្អូនមានបទពិសោធន៍ខ្លះចែកមកខ្ញុំវិញទៅតាមរយៈការ comment ឆ្លើយឆ្លងគ្នាអញ្ចឹងគឺជាចុងក្រោយក៏ខ្ញុំសូមអរគុណដែរចំពោះ channel YouTube របស់ខ្ញុំគឺបាន530 subscribe ហើយមានតែអរគុណបងប្អូនអរគ្នាទេហើយយើងចាំជួបគ្នានៅក្នុងការ live កុំភ្លេចចូលទៅមើល live ខ្ញុំផងអរគុណ